ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបដែលយើងធ្វើតារាងសិស្សប៉ាកែប្រចាំខែបាទសម្រាប់សិស្សសាលាបាទជាដំបូងគឺខ្ញុំសូមបង្កើត file ថ្មីមួយបាទហើយអ្នកទាំងគ្នាកំណត់យកទំហំមកចង់បានទំហំប៉ុណ្ណាខ្ញុំយកกระดาษ A4 សិនបាទចូល layout ហើយយកកន្លែង size មកខ្ញុំយក A4 បាទយើងកំណត់ទំហំឲ្យបានត្រឹមត្រូវសិនបាទហើយអាហ្នឹងស៊ីសូងលឿនអ្នកទាំងគ្នាបាទចង់បានទំហំប៉ុណ្ណាក៏បានដែរបន្តមកទៀតយើងចូលកន្លែង design បាទខ្ញុំចូល design មកខ្ញុំសូមដាក់ border សិនបាទសុំជុំវិញហ្នឹងយើងហៅថា border បាទចូល design ហើយចូលមើលមកខាងស្ដាំ page border កន្លែង art នេះគឺជាគំរូរូបផ្កាអ្នកទាំងគ្នាយកគំរូមួយមកมันមានច្រើនទេបាទខ្ញុំគ្រាន់យកឧទាហរណ៍ទេបាទខ្ញុំសូមដាក់ទំហំមកចង់បានសុំនឹងតូចធំយកកន្លែងទំហំខ្ញុំដាក់17ចឹងទៅពណ៌យកពណ៌ត្រជាក់ចឹងទៅបាទកន្លែង apply នេះមានន័យថាបើយើងមានមួយស្លឹកយើងដាក់ hold ចឹងទៅអត់អីទេបាទហើយយើងបានសុំមួយបាទអាហ្នឹងគឺជាសុំយើងហៅ border បាទហើយបើសិនជាចង់ដាក់ page color ក៏បានដែរបាទអ្នកទាំងនេះចង់ដាក់ពណ៌ផ្ទៃស្លឹកកិច្ចការបាទខ្ញុំយកពណ៌រៀងស្រាលចឹងទៅបាទកុំឲ្យដិតពេកអត់ស្អាតទេមួយទៀតយើងយកអក្សរកោងបាទអក្សរកោងចូល insert ទៅចូល word art មកបាទខ្ញុំសរសេរអក្សរកោងមួយដំបូងយើងសរសេរអក្សរធម្មតាសិនទៅបាទសរសេរអក្សរធម្មតាចូលសិនទៅហើយទៅយើងបរិចទំហំវាហើយយើងដាក់អក្សរឆ្លាក់មួយមកបាទខ្មែរ OS move បាទពុំអក្សរយើងដាក់មួយណាក៏បានខ្ញុំគាត់ធ្វើជាឧទាហរណ៍ទេបាទយក center មកបាទបន្តមកទៀតអ្នកទាំងគ្នាអាចដាក់ជាស្មៅវាទៅបាទហ្នឹងហើយដាក់ជាស្មៅតិចបានស្អាតបន្តមកទៀតយើងយកអក្សរកោងបាទយកកន្លែង transform នេះដើម្បីកំណត់អក្សរកោងបាទយើងទាញវាឲ្យស្មើមកបាទអញ្ចឹងពេលស្មើវាមានបន្ទាត់មួយប្រាប់ហើយបាទបន្ទាត់ Q សរេទំហំវាធំតិចមកបាទមកស្អាតណាបាទហ្នឹងហើយអញ្ចឹងបាទបានជាអក្សរកោងមួយហើយការងារមួយទៀតយើងដាក់រូបថតបាទអញ្ចឹងយក shape មកយក shape មកគូជារូបចតុកោណកែងមួយបាទសម្រាប់យើងដាក់រូបថតចូលទាញឲ្យស្មើមកហើយអាចដូរពណ៌វាតិចទៅបាទងាយស្រួលមើលសុំហ្នឹងគឺកន្លែងយើងដាក់រូបថតបាទហើយមួយទៀតកន្លែងយើងដាក់ចំណាត់ថ្នាក់លេខ1លេខ2បាទអស់មកខាងក្រោមនៅក្នុង shape យើងមានបាទនៅខាងក្រោមគូបាទគូរៀងធំតិចមកហើយដូរពណ៌វាផងបាទដូរពណ៌យកពណ៌អីមួយមកពណ៌សក៏បានបាទហើយពណ៌ហ្នឹងគឺតាមចំណងចំណូលចិត្តទេបាទអានេះខ្ញុំគ្រាន់ធ្វើឧទាហរណ៍ទេម្នាក់ខាងលើលេខ1បាទយើងដាក់លេខ1ធំមកហើយដូរពុំអក្សរផងដាក់ខ្មែរ OS move មកហើយបើចង់បានពណ៌ដាក់ពណ៌ក្រហមអីចឹងទៅបាទអូខេបន្តមកទៀតយើងដាក់រូបថតដើម្បីដាក់រូបថតចុច mouse ស្ដាំនៅលើ shape ហ្នឹងហើយយក format shape នៅខាងក្រោមចុចពាក្យ fill ហ្នឹងហើយចុចពាក្យ picture ហើយចុច insert picture មកបាទហើយទៅយករូបមួយមកបាទរូបដែលយើងត្រូវដាក់រូបហ្នឹងគឺយើងត្រូវមានក្នុងកុំព្យូទ័រស្រាប់ខ្ញុំយករូបរបស់ខ្ញុំដាក់ឧទាហរណ៍មួយទៅបាទរូបផ្ទៃខៀវហើយទាញទំហំវាទៅបាទទំហំវាប៉ុណ្ណាស្អាតយើងសរេតាមស្អាតទៅបន្តនេះខ្ញុំ select ទាំងពីរហើយខ្ញុំចូលកន្លែង picture format ហើយយក group បាទ group ហ្នឹងគឺមានន័យថាយើង